ចេះចំពោះ setup ប៉ុណ្ណឹងគឺយើងឃើញស្អាតហើយតោះថាជើងរបស់វាគឺវារៀងលយចេញមកអញ្ចឹងណាដូចទាំងអស់គ្នាបានឃើញអញ្ចឹងគឺជើងវាចេញមកនៅលើអាតុកខាងលើនេះអញ្ចឹងខ្ញុំអត់ចង់ឲ្យវាឃើញអញ្ចឹងហើយណាមួយនៅខាងលើនេះក៏យើងអាចទម្លាយដាក់ឲ្យបានដែរអញ្ចឹងវិធីរបស់យើងគឺយើងដោះជើងនេះចេញហើយយើងដាក់ជាមួយនឹងmonitor arm មួយទៀតដែលខ្ញុំនឹងរៀបចំនៅលើនេះអញ្ចឹងដំបូងយើងបិទកុំព្យូទ័រចេញមកហើយយើងដោះ monitor ចាស់នឹងចេញហើយចំពោះការតម្លើង monitor arm នេះគឺដូចជាអត់មានអីពិបាកទេទោះទាំងថា monitor arm នេះគឺជាប្រភេទ dual monitor arm ដែលសម្រាប់ដាក់អេក្រង់2ណាហើយនឹង model monitor arm នេះគឺសម្រាប់តែ32 inch ហើយចំពោះអេក្រង់របស់ខ្ញុំនេះគឺ34 inch ហើយយកដាក់ទៅវាបានដែររៀងសេរីយូរបន្តិចចំពោះអាកន្លែងទងន់ហ្នឹងប៉ុន្តែដល់ពេលសេរីទៅគឺអាចប្រើបានដែរចំពោះmonitor arm ប្រើសម្រាប់ model 32 inch តែយើងអាចប្រើនៅលើ34 inch បានដែរតោះមកយើងរៀបខ្សែវាឲ្យស្អាតមកចឹងនេះបន្ទាប់ពីយើងរៀបចំរួចគឺវាចេញបែបហ្នឹងគឺអត់មានអីនៅលើតុហ្នឹងទៀតទេអញ្ចឹងនៅលើតុនេះគឺវាទលាយយើងអាចដាក់អ្វីបានហើយនឹងចំណុចមួយទៀតគឺយើងដោះតុនឹងចេញចាំវាឃើញយ៉ាងទលាយនៅខាងក្រោមនឹងច្រើនហើយតើអ្នកយល់យ៉ាងណាដែរចំពោះការរៀបចំបែបហ្នឹងចាំ comment នៅខាងក្រោមផង